សួស្តីបងប្អូនទាំងអស់គ្នានេះគឺជា channel ថ្មីរបស់ខ្ញុំហើយដោយសារខ្ញុំព្យាយាមធ្វើច្រើនដងដែរប៉ុន្តែវាអត់ចេញចង់និយាយថាវាអត់មាន reach ទៅខាងក្រៅបងប្អូនសូមអធិស្ឋានដោយសារធ្វើពីរដងហើយដូចគ្នាអញ្ចឹងសូមកុំប្រកែកប្រកាន់ហើយខ្ញុំចង់បង្ហាញបងប្អូនអំពីការរៀនភាសាអាល្លឺម៉ង់បងប្អូនដោយសារខ្ញុំនេះគឺមានបទពិសោធន៍ច្រើនក្នុងការបង្រៀនភាសាអាល្លឺម៉ង់ហើយខ្ញុំចង់ធ្វើការផ្សព្វផ្សាយសម្រាប់បងប្អូនដែលត្រូវការភាសាអាល្លឺម៉ង់ចាំបាច់ហើយមិនមានពេលវេលាទៅរៀននៅសាលាផ្ទាល់អញ្ចឹងបងប្អូនអាចរៀនជាមួយនឹងខ្ញុំបានដែលខ្ញុំសប្តាហ៍ថ្ងៃនេះក៏កំពុងតែបង្រៀនហើយនឹងក៏ច្រើនឆ្នាំមកហើយដែរបងប្អូនណាហើយសម្រាប់ការរៀននោះគឺក្នុងថ្នាក់នីមួយៗมันមានសិស្សច្រើនទេបងប្អូនមានម្នាក់ទៅ3នាក់អញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចឆាតសួរខ្ញុំបានផ្ទាល់តាម Telegram លេខដូចខាងនោះឬក៏ call មកផ្ទាល់បងប្អូនហើយជួនកាលទៅក៏ Telegram ខ្ញុំមិនដំណើរការប៉ុន្តែបងប្អូនអាច call មកផ្ទាល់ណាអញ្ចឹងគឺអាច check មើលតាម website របស់ខ្ញុំបានហើយនឹង TikTok ឬក៏ Facebook នៅរបៀបដែលខ្ញុំបង្រៀនហើយនឹងដែលមានកូនសិស្សស្រាប់ហើយថាកូនសិស្សខ្ញុំអាចរៀនបានយ៉ាងម៉េចហើយគាត់អាចធ្វើបានយ៉ាងម៉េចចឹងបងប្អូនណាគឺបងប្អូនអាច check មើលបានហើយក៏សូមជម្រាបបងប្អូនដែរថាខ្ញុំមានគ្រប់ម៉ោងគ្រប់ពេលបងប្អូនអាចជ្រើសរើសម៉ោងរៀនពេលណាក៏បានដែរហើយទាំងពេលល្ងាចរហូតដល់ពេលយប់ប៉ុន្តែខ្ញុំកំពុងតែមានសិស្សរៀនរាល់ល្ងាចដែរគឺចាប់ពីម៉ោង5ល្ងាចរហូតដល់ម៉ោង12យប់បងប្អូនណាអញ្ចឹងគឺបងប្អូនអាចនឹងពិភាក្សារម៉ោងណាបងប្អូនទំនេរបានបើសិនជាខ្ញុំសល់ម៉ោងទំនេរបងប្អូនអាចរៀនបានណាបងប្អូនបាទសូមអរគុណច្រើនបងប្អូនជួយចែករំលែកខ្ញុំបាទផងណាមិនមានអ្នក subscriber ទេដោយសារ channel នឹងថ្មីបងប្អូនណាហើយក៏ខ្ញុំក៏មិនបានបញ្ចេញពីការបង្រៀនច្រើនដែរបងប្អូនដោយសារខ្ញុំមិនមានចំណេះដឹងក្នុងការធ្វើវីដេអូហើយខ្ញុំបានធ្វើប៉ុណ្ណឹងសាកមើលសិនបងប្អូនណាខ្ញុំនឹងព្យាយាមធ្វើបន្តទៅទៀតបើសិនជាអាចហើយมันមានបញ្ចេញរូបសៀវភៅអីទេបងប្អូនដោយសារប៉ះពាល់ដល់គេហៅថាកម្មសិទ្ធិបញ្ញារបស់គេអញ្ចឹងខ្ញុំសូមធ្វើជាអក្សរឬក៏ជាការនិយាយតែប៉ុណ្ណឹងណាបងប្អូនហើយខ្ញុំមិនបាននិយាយផ្ទាល់ខ្លួនឯងទេសម្រាប់ភាសាអាល្លឺម៉ង់គឺបងប្អូនអាចទៅមើលផ្ទាល់ក្នុង TikTok នៅពេលដែលកូនសិស្សរបស់ខ្ញុំអានហើយនឹងធ្វើលំហាត់អញ្ចឹងបងប្អូនក៏អាចកាត់យល់បានដែរថាពួកគាត់រៀនបានយ៉ាងម៉េចថាសមត្ថភាពរបស់គាត់ល្អប៉ុណ្ណាឬក៏មិនកើតការអីយ៉ាងណាបងប្អូនអាចមើលបានណាអញ្ចឹងគឺសូមអរគុណច្រើនបងប្អូនហើយបងប្អូនជួយចែករំលែកឲ្យខ្ញុំបាទផងសូមអរគុណបងប្អូនជម្រាបលាជូនពរសុខភាពល្អបាទ